ជនជាតិសៀមនេះបងប្អូនគឺឆ្លាតជ្រុលពេកហើយបងប្អូនគឺអត់ចង់ឲ្យយើងនិយាយអីច្រើនទេបាទនៅធ្វើបទសភានៅអន្តរជាតិឲ្យគេដឹងឮថាវានឹងឈ្លានពានខ្មែរអញ្ចឹងវាអត់ចង់ឲ្យដឹងឯងវាចង់តែការចរចាទ្វេភាគីដើម្បីគៀបសង្កត់យើងដើម្បីយកកេងចំណេញលើយើងមិនឲ្យអន្តរជាតិណាដឹងណាពូជនេះគឺពូជបាទមិនដឹងនិយាយយ៉ាងម៉េចបាទបងប្អូនបាទខ្ញុំមិននិយាយឲ្យបាទជនជាតិសៀមមួយនេះបាទហ្នឹងហើយឃើញសម្ដេចទៅអញ្ចឹងគឺវាអត់សុបាយចិត្តទេបងប្អូនវាអត់សុបាយចិត្តទេវាថាយើងបត់ឈប់បាញ់ឲ្យទៅនិយាយអញ្ចឹងបាទហើយចប់ដូចវាបត់ឈប់បាញ់ឲ្យដើរទៅដល់ឈូសឆាយដីឲ្យដល់ដាក់បន្លានលួសតាំងពីកុងតឺន័រអាហ្នឹងយ៉ាងម៉េចវិញបាទខ្ញុំចង់សួរខ្ញុំចង់ដឹងដល់បាទបងប្អូនបាទខ្ញុំចង់ដឹងមែនទេឥឡូវគិតមើលទិញយន្តហោះនៅអាមេរិកអត់ទទួលទេឥឡូវទៅទិញយន្តហោះនៅប្រទេសកូរ៉េខាងត្បូងហើយប្រទេសកូរ៉េខាងត្បូងគេកំពុងតែគិតថាអាហ្នឹងទិញយន្តហោះធ្វើអីទិញទៅឈ្លានពានគេទិញទៅឈ្លានពានគេមិនដឹងជាថាកូរ៉េខាងត្បូងលក់ឬមិនលក់ទេបងប្អូន